ខ្ញុំបាទសូមលំអរកាយគោរពនិងជម្រាបសួរពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពនៅក្នុងថ្ងៃនេះជួបជាមួយខ្ញុំបាទស៊ូស៊ីខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកតាមដានសម្ដាប់នៅជោគជតារាសីប្រចាំថ្ងៃដែលខ្ញុំបាទតែងតែធ្វើការអានជូនសម្ដាប់ជារៀងរាល់ថ្ងៃសូមពុកម៉ែបងប្អូនធ្វើការខមមិននៅលេខសំណាងនិងសាធុដើម្បីទទួលបានលៀបធំចូលផ្ទះនិងមានសំណាងជាប់តាមខ្លួនរហូតនៅថ្ងៃនេះការធ្វើដំណើរឬប្រកបមុខរបររកស៊ីផ្សេងពុកម៉ែបងប្អូនត្រូវយកទិសឦសានកុំចេញយាត្រាទៅទិសនិរតីធ្វើអ្វីមិនគួរប្រសើរឡើយចំពោះការអង្គុយឲ្យមានសិរីសួស្តីជ័យមង្គលក្នុងការរៀបមង្គលការឬពិធីសែនព្រេនផ្សេងនិងបើចង់ទទួលបានជោគជ័យនៃការលេងល្បែងអ្វីមួយនោះសូមអង្គុយនៅទិសខាងកើតបែរមុខទៅទិសនិរតីនិងទទួលបានជោគជ័យគ្រប់កលៈទេសៈសូមរីករាយស្ដាប់នៅជោគជតារាសីប្រចាំថ្ងៃអង្គារនេះជាមួយខ្ញុំបាទដូចតទៅឆ្នាំជូតកណ្ដុរនាំលៀបនាំសំណាងអុកបរាជចិញ្ចឹមជួបតែរឿងល្អក្នុងផ្ទះមានលៀបមានសំណាងនិងជួបតែមនុស្សជួយជ្រោមជ្រែងសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចម៉ោងនៃលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងផ្កាឈូកលេខនាំលៀបសំណាងលេខ21និង82សូមខមមិនលេខ666យកលៀបសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំជូតនៅថ្ងៃនេះមានផ្ដល់ផលល្អក្នុងការសម្រេចចិត្តរឿងអ្វីមួយឡើយពីព្រោះថាផលអាក្រក់នោះងាយកើតឡើងជាងសពមួយដងសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីនៅថ្ងៃនេះគឺមិនសូវមានដំណើរការទៅមុខបានស្រួលទេគឺជារឿយៗតែងតែកើតមានភាពប្រកម្មប្រកោសជានិច្ចដូច្នេះទោះបីធ្វើអ្វីក៏ដោយបើពុំដោះស្រាយបញ្ហាទៅតាមការអត់ធ្មត់ទេវានឹងបង្កជាផលលំបាកនៅពេលខាងមុខជាពុំខានរីឯបញ្ហាសេចក្តីគូស្នេហាប្រុសស្រីមានការប្រឆាំងគ្នានិងចង់ចាញ់ឈ្នះគ្នាច្រើនឆ្នាំឆ្លូវគោនាំលៀបនាំជ័យនាំសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងពណ៌ក្រហមលេខនាំលៀបសំណាងលេខ11និងលេខ61សូមខមមិនលេខ555យកលៀបសម្បត្តិអភិជនចំពោះឆ្នាំឆ្លូវក្នុងថ្ងៃនេះទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែចេះប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់ណាមួយចោទឡើងចំពោះការប្រកបការងារគ្រប់សពបែបយ៉ាងលោកអ្នកមិនត្រូវមានចិត្តប្រកែប្រកាន់ច្រើនឡើយព្រោះនាំតែកើតចំនួនវិវាទតែប៉ុណ្ណោះអ្នកប្រកបមុខរបរជួញដូររកស៊ីវិញមិនត្រូវធ្វើអ្វីដោយតក់ក្រហល់ភ្លាមទេជាពិសេសការបណ្ដាក់ទុនរកស៊ីប្រយ័ត្នជួបរឿងសោយអស់ប្រាក់កាសពីខ្លួនត្រូវមកដេកស្ដាយក្រោយរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានដំណើរការទៅមុខជឿនលឿនគួរសមមកហើយមានភាពស្រស់ស្រាយប្រពៃឆ្នាំខាលខ្លាសិទ្ធិចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានគំនិតភ្លឺថ្លាហើយអនាគតខ្លាយជាអ្នកមានអំណាចម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងពណ៌សនិងលឿងលេខនាំលៀបសំណាងលេខ48និង59សូមខមមិនលេខ199យកលៀបសម្បត្តិកហបតីជនខ្ពស់ចំពោះឆ្នាំខាលនៅថ្ងៃនេះកុំឲ្យអារម្មណ៍នៅលើហេតុផលពីព្រោះថាងាយនឹងកើតបញ្ហាចម្រូងចម្រាសជាមួយអ្នកដទៃណាស់អ្នកប្រកបមុខរបរជួញដូររកស៊ីនៅក្នុងពេលនេះងាយនឹងមានបញ្ហាភ្លៀងភ្លាត់ផងម្លោះហើយបើចង់បើកហាងថ្មីឬផ្លាស់ប្ដូរមុខរបរគួរប្រយ័ត្នប្រយែងទើបមិនជះឥទ្ធិពលអាក្រក់មកវិញរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការប្រទៀងប្រទើសព្រោះតែម្នាក់យកចិត្តខ្លាំងរៀងខ្លួនហើយបើពុំព្យាយាមកាត់បន្ថយចំនួនវិវាទនិងបញ្ហាចម្រូងចម្រាសនេះពិតជាមិនអាចដោះស្រាយបានឡើយឆ្នាំថោះទន្សាយមាសមានបារមីដេជាប្រាជ្ញាឆ្លៀសវៃមានគេជួយជ្រោមជ្រែងអនាគតបានខ្លាយជាអ្នកមានទ្រព្យនិងមានអំណាចម៉ោងនៃលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នៃលៀបសំណាងពណ៌ខ្មៅនិងសលេខនៃលៀបសំណាងលេខ69និង99សូមខមមិនលេខ999យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំថោះនៅថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកឡើងខ្ពស់លោកអ្នកអាចសម្រុកការងារតូចធំបានហើយពីព្រោះថាអាចឆ្លងដល់ថ្ងៃខាងមុខនេះនឹងបានសុខស្រួលជាងនេះសម្រាប់ថ្ងៃនេះផងដែរ
ដួងរស័យរបស់លោកអ្នកឡើងខ្ពស់បើចង់ប្រកបការងារអ្វីក៏តែងតែដំណើរការទៅមុខសន្សឹមជានិច្ចការប្រកបមុខរបរជួញដូររកស៊ីតែងតែកាក់កបនិងជឿនលឿនទៅមុខជានិច្ចរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការជឿនលឿនទៅមុខហើយបើចង់ទំនាក់ទំនងស្នេហាថ្មីផងដែរនោះកាន់តែប្រសើរថែមទៀតផងឆ្នាំរោងអ្នកក្រាចមានរិទ្ធមានអំណាចអ្នកតែងមានគំនិតជ្រះថ្លាប្រាជ្ញាវាងវៃប្រាថ្នាអ្វីបានសម្រេចធ្វើការងារតូចធំរមែងតែងមានអ្នកទំនុកបំរុងគ្រប់សពបែបយ៉ាងម៉ោងនាំលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នាំលៀបសំណាងពណ៌ប្រផេះនិងពណ៌បៃតងលេខនាំលៀបសំណាងលេខ20និង66សូមខមមិនលេខ777យកលៀបសម្បត្តិទេវតាទ្រពចំពោះឆ្នាំរោងនៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយនឹងភ្លៀងផ្្លាត់និងជួបបញ្ហាច្រើនគប្បីមានការប្រយ័ត្នប្រយែងបន្តិចទៅប្រសើរទាំងស្ត្រីទាំងបុរសទោះប្រកបការងារអ្វីក៏ដោយចូលចេះអត់ធ្មត់និងរងាប់ចិត្តឲ្យបានត្រជាក់ទើបអាចទប់ទល់នឹងបញ្ហានិងឧបទ្រពយាយីទៅរួចសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីអ្នកចូលចេះមានចិត្តត្រង់ទៅត្រង់មកមិនត្រូវមើលងាយលើផលប្រយោជន៍ពុំនោះទេនឹងជួបផលលំបាកនៅគ្រាខាងមុខជាពំខានរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយមីម៉ៃក្តីគប់បីមានការប្រយ័ត្នប្រយែងក៏បង្កតែទំនើសចំពោះគ្នានាំឲ្យកើតតែចំនួនវិវាទគ្មានភាពផ្អែមល្ហែមពុំសូវមានឆ្នាំម្សាញ់ពោះទេវតានោមលៀបឧបរាជចិញ្ចឹមមានជ័យជំនះមនុស្សស្រឡាញ់រាប់អានច្រើនម៉ោងនាំលៀបសំណាងម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌ទឹកក្រូចនិងសលេខនាំលៀបសំណាងលេខ77និង89សូមខមមិនលេខ222យកលៀបសម្បត្តិអុកញ៉ាចំពោះឆ្នាំម្សាញ់នៅថ្ងៃនេះលោកអ្នកប្រកបការងារមានបញ្ហាមួយចំនួនត្រូវពិបាកឆ្លងកាត់ប៉ុន្តែយ៉ាងណាក្តីក៏តែងតែមានការជឿនលឿនទៅមុខជាសន្សឹមជានិច្ចអ្នកប្រកបមុខរបរជួញដូររកស៊ីការធ្វើចំនួនបើឃើញកំពុងដាំក្បាលចុះខ្លាំងហើយលោកអ្នកពុំមានការគិតគូរឲ្យបានដិតដល់នោះទេគ្រោះរង្គោះរង្គើយទ្របពិតជាកើតឡើងជាពំខានការធ្វើដំណើរទៅជិតឆ្ងាយចូលប្រយ័ត្នប្រយែងឧបទ្ទយហេតុកើតឡើងដោយប្រការណាមួយរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំចូលគប្បីមានការផ្អែមល្ហែមនឹងគ្នាខ្លះនឹងមិនត្រូវប្រើពាក្យសម្ដីរង្គោះរង្គើយដាក់គ្នាច្រើនពីឡើយនឹមឲ្យបង្កចំនួននិងងាយបែកបាក់គ្នាខ្លាំងណាស់ឆ្នាំមមីសេះមេតបនំលៀបឧបរាជចិញ្ចឹមមានសំណាងឈ្នះរាល់មានសត្រូវគ្រប់ច្រកលហកឡើងបនឡើងស័កឡើងតួនាទីម៉ោងនំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌បៃតងនិងពណ៌ក្រហមលេខនាំលៀបសំណាងលេខ77និង99សូមខមមិនលេខ899យកលៀបសម្បត្តិអ្នកមានជនខ្ពស់ចំពោះឆ្នាំមមីនៅក្នុងថ្ងៃនេះដោយសារដួងរិស័យរបស់លោកអ្នកដាំក្បាលចុះម្លោះហើយធ្វើឲ្យដំណើរជីវិតរបស់លោកអ្នកមានរឿងរ៉ាវបន្តិចបន្តួចចូលមកអុកលុកយាយីខ្លះនាំឲ្យសៅម៉ងផ្លូវចិត្តចំពោះការប្រកបការងារគ្រប់សពបែបយ៉ាងមានការរៀងស្ទះធ្វើឲ្យមានការរកម្មចិត្តច្រើនរីឯការប្រកបមុខរបរជួញដូររកស៊ីនៅថ្ងៃនេះមុតមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេគួរអត់ធ្មត់ក្នុងមុខរបររីឯបញ្ហាសេចក្តីស្នេហាគូស្វាមីប្តីប្រពន្ធកុំគប់បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំទៅកើតចំនួនវិវាទគ្មានអ្វីជឿនលឿនទៅមុខឡើយឆ្នាំមមេពពេមាសមានបារមីដេជាមានសំណាងคล้ายជាមហាសិទ្ធិមហាសាលម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងពណ៌ខ្មៅនិងស្វាយលេខនាំលៀបសំណាងលេខ19និង29សូមខមមិនលេខ799យកលៀបសម្បត្តិអុកញ៉ាចំពោះឆ្នាំមមេនៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមួយបានល្អនោះតែងតែផ្ដល់ផលល្អជានិច្ចនឹងការងារមួយចំនួនអ្នកដតីជួយគាំពៀទៀតផងសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីលោកអ្នកអាចបោះទុនចូលហ៊ុនជាមួយអ្នកដតីអាចដោយទទួលបានផលជាផ្លែផ្កាមកវិញគួរជាទីពេញចិត្តហើយបើលោកអ្នកចង់ជួញទីចិត្តឆ្ងាយក៏តែងតែហុចផលជាផ្លែផ្កាមកវិញដូចជាការក្រងទុកផងដែររីឯការធ្វើដំណើរទីចិត្តឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដោយសពមួយដងរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំបើមានការយល់ចិត្តគ្នាហើយជាឱកាសល្អក្នុងការឲ្យចាស់ទុំចូលចែកជើទៀតផង
ឆ្នាំវោកស្វាមាសមានលៀបមានសំណាងប្រាថ្នាអ្វីតែងបានសម្រេចតែនឿយបន្តិចម៉ោងនាំលៀបសំណាងម៉ោង5ដល់ម៉ោង6ពណ៌នាំលៀបសំណាងពណ៌សនិងពណ៌ខ្មៅលេខនាំលៀបសំណាងលេខ1និង69សូមខមមិនលេខ168យកលៀបសម្បត្តិកហបតីជនខ្ពស់ចំពោះឆ្នាំវោកនៅថ្ងៃនេះការប្រកបការងារឃើញថាមិនជឿនលឿនទៅមុខប៉ុន្មានទេដូចនេះទោះបីធ្វើអ្វីក៏ដោយតោងតែគិតមុខគិតក្រោយទៅមិនមានការប៉ះទង្គិចនៅពេលក្រោយវិញសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីរកផលចំណូលជួបស្ថានភាពតានតឹងបន្តិចតែយ៉ាងណាការប្រាក់ចំណូលហូរចូលមួយគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែររាយការធ្វើដំណើរទីជិតឆ្ងាយប្រយ័ត្នឧបទ្ទយហេតុយាយីដោយប្រការណាមួយរាយបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំគប់បីមានការប្រជែប្រច័ណ្ឌដាក់គ្នាច្រើននាំទៅកើតរឿងរ៉ាវរកម្មរកោសតែប៉ុណ្ណោះឆ្នាំរកាមួនភ្លើងពូមាសជួបសុខសំណាងមនុស្សគ្រប់គ្នាជួបហើយតែងត្រឡាញ់រាប់អានទំនុកបំរុងម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង5ល្ងាចពណ៌នាំលៀបសំណាងពណ៌ទឹកក្រូចនិងពណ៌ឈាមជ្រូកលេខនាំលៀបសំណាងលេខ27និង49សូមខមមិនលេខ888យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំរកានៅថ្ងៃនេះធ្វើអ្វីក៏តែងតែមានកំហុសឆ្គងច្រើននិងពិសេសនៅមានការយឺតយ៉ាវទៀតផងសម្រាប់អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីមានការប្រទៀងប្រទើសគ្នាច្រើនក្រុមមនុស្សចាំចាប់កំហុសនិងព្យាបាទយាយីរាយការណ៍ប្រកបមុខរបរជួញដូររកស៊ីនៅក្នុងពេលនេះមានការប្រែប្រួលប្ដូរផ្លាស់អេតឈប់ឈរហើយថ្ងៃនេះមានការដាំក្បាលចុះខ្លាំងដូច្នេះហើយត្រូវប្រយ័ត្នប្រយែងពាក្យសម្ដីបន្តិចទៅអាចជៀសផុតពីចំនួនពាក្យសម្ដីទាំងនេះទៅរួចរីឯបញ្ហាសេចក្តីស្នេហាគូស្វាមីប្តីប្រពន្ធកំឡុះក្រមុំពោះម៉ាយបិម៉ាយជួបរឿងរកម្មចិត្តច្រើនហើយប្រឆាំងគ្នាទៀតផងឆ្នាំចសនៈមានលៀបមានសំណាងពោពេញទៅដោយសុភមង្គលជាពិសេសអនាគតខ្លាយជាសេដ្ឋីកហបតីអភិជនចិត្តខ្ពស់ម៉ោងនៃលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌ផ្ទៃមេឃនិងពណ៌ស្វាយលេខនាំលៀបសំណាងលេខ45និង66សូមខមមិនលេខ999យកលៀបសម្បត្តិកហបតីជនខ្ពស់ចំពោះឆ្នាំចនៅថ្ងៃនេះបញ្ហាដែលធ្លាប់ទៅតានតឹងមិនងាយដោះស្រាយចេញអាចនឹងមានភាពធូរស្បើយហើយជាពិសេសរឿងរ៉ាវខ្លះអាចប្រែមកជាល្អថែមទៀតផងអ្នកប្រកបមុខរបរជួញដូររកស៊ីពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្ដូរមុខរបររើសទីកន្លែងលក់ដូរដោយអាចជួបនៅក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ចរាយការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដោយសពមួយដងរាយបញ្ហាសេចក្តីស្នេហាគូស្វាមីប្តីប្រពន្ធនិងគូស្នេហ៍កំឡោះក្រមុំមានភាពស្រស់ស្រាយនិងបើលោកអ្នកមានទំនើទើសទែងគ្នាជាពេលវេលានេះល្អបំផុតក្នុងការដោះស្រាយទៀតផងឆ្នាំកោជ្រូកនោមសំណាងនោមសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងពណ៌ក្រហមលេខនាំលៀបសំណាងលេខ11និង61សូមខមមិនលេខ888យកលៀបសម្បត្តិអភិជនចំពោះឆ្នាំកោនៅថ្ងៃនេះបើលោកអ្នកមានការសម្រេចចិត្តអ្វីមួយបានល្អនោះក៏តែងតែផ្ដល់ផលជាផ្លែផ្កាយ៉ាងប្រសើរនៅគ្រាខាងមុខទៀតផងចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីវិញបើចង់បោះទុនតូចធំមិនមានអ្វីទើសខុសឡើយគឺតែងតែហុចផលជាផ្លែផ្កាមកវិញគួរជាទីគប់ចិត្តជានិច្ចប៉ុន្តែយ៉ាងណាត្រូវតែចេះត្រួតពិនិត្យទីតាំងនិងស្ថានភាពឲ្យបានស្រួលបួលទើបមិនត្រូវជួបរឿងផលអាក្រក់ត្រូវខូចខាតលងចុងនៅពេលក្រោយរាយសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមានការរីកលូតលាស់ទៅមុខល្អហើយនឹងមានចំនួនវិវាទអ្វីនឹងតែងតែផ្សះផ្សាគ្នាជាពេលវេលាមួយដ៏ល្អបំផុត